សួស្តីបងប្អូននេះមកដល់ប្រាសាទបាខែងបងប្អូនហើយអត់ដែលឡើងទេបងប្អូនលើកទី1ហើយថ្ងៃហ្នឹងក៏តាំងចិត្តថានឹងឡើងប្រាសាទបាខែងដើម្បីថតមើលថ្ងៃលិចបងប្អូនតែឡើងហើយមានបានអីថតបងប្អូនហើយថ្ងៃពពកបាំងឡើងចិត្តអស់ហើយទៅហើយដល់ពេលសួរគេទៅគេថាម៉ោង4ម៉ោង5កន្លះអីវានឹងលិចមកវានឹងពពកនោះវាផាត់អញ្ចឹងណាហើយក៏អត់បានតូចចិត្តថាមិនបានថតថ្ងៃលិចក៏បានថតប្រាសាទនៅលើប្រាសាទបាខែងដែរបងប្អូននេះទេសភាពហើយអ្នកទស្សនាចាំមើលថ្ងៃលិចសិតតែខកដូចតែគ្នាទេបងប្អូនហើយក៏អត់អីទេបានអត់បានថតថ្ងៃលិចក៏បានថតទេសភាពនៅលើប្រាសាទបាខែងដែរបងប្អូនអើយស្អាតមែនតើបងប្អូនមើលប្រាសាទនៅក្រោយទេសភាពឡើងស្អាត